nhẹ đôi cái tè bay đai chẳng nhằm sạch chuột sạch muôn chết mà do hói tươm đăng tha tuột bay là bỏ nâng thò mà chết dạng na cả đôi bàn tay à ca đẻ xa tục dương tinh nền tam xa ha ngày ha cho ha ấy nâng vì ai nâng phải chôm nâng ha nịp pay chlong battery chlong mê rô chlong ấy chẳng á bàn tay ca lụa bạp này đôi bụng mẹ bong ôn ở kia bàn khơi nhìn chẳng cái miên tu đẻ xa có được phép sạch cái miên ấy trâm trâu chẳng á chẳng tình nia sự vật tập phép mà rồi phía rồi tại mà đòn hơi dương tập tinh pe na có tình nia tha sạch nâng nơi ta sọ đài bàn tay bờ sân gì dương tinh tam xa tinh ấy chẳng á sạch chú bộc phúc tầm môi cả đói bờ sân gì dương tinh tam xa pe khai dương tây hiện ngay hiện ở xiên tích dương ai tinh chom sạch ấp sư là o tề đời xa tại vì thử so thử ngay pe khai ha cái đại hai ấy chẳng từ miền rồi tôm miền rồi ấy chẳng á vì ai bị chôm nâng ca chlong battery hay sạch pe khai vì ấp sư là o tề đời xa tại vì nơi khổm bạ giả ca video pe tới vì ai nâng trong soi trong ấy chẳng á chẳng hai bànក្រុមហ៊ុន CP បានគាត់បង្កើតនៅ business franchise មួយគឺជាប្រភេទគេហៅថា CP fresh shop ដែលនៅហ្នឹងគឺគេមានលក់សាច់ជ្រូកមានសាច់មាន់មានពងមាន់មានប្រហិតអីចឹងទៅហើយអ្វីដែលសំខាន់គឺស្តង់ដារអនាម័យខ្ពស់មែនតើដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយតាំងពីតម្លៃឯហ្នឹងគឺតម្លៃស្មើនឹងទីផ្សារនិយាយទៅដូចទីផ្សារទូទៅអញ្ចឹងពេលខ្លះឃើញហាងរៀងធំរៀងស្តង់ដាររៀងអីអត់ហ៊ានចូលទេណាដោយសារតែផ្នត់គណិតរបស់យើងមួយគឺឲ្យតែឃើញគេលក់នៅក្នុងហាងនៅអីហ្នឹងគិតថារបស់នឹងថ្លៃប៉ុន្តែជាក់ស្ដែងនៅ CP fresh shop ហ្នឹងគឺតម្លៃដូចនៅក្នុងទីផ្សារអញ្ចឹងគេមានការឡើងគេមានការចុះទៅតាមហាងឆេងរបស់គេអញ្ចឹងណាហើយសម្រាប់ការរក្សាទុករបស់គេដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងគេមានទូរក្សាគុណភាពសាច់ធំមែនតើហើយគេមានការរក្សាសាច់គេមានបែងចែកសាច់ទៅតាមប្រភេទមានសាច់មាន់ទ្រូងមាន់មានអីចឹងទៅមានសាច់ជ្រូកផ្សេងគ្នាមានតាំងសាច់ជ្រូកកិនមានតាំងពីអីចឹងទៅហើយសំបីតាំងប្រហិតរបស់គេហ្នឹងក៏មានដែរជាប្រភេទរបស់ក្រុមហ៊ុន CP ផ្ទាល់តែម្ដងហើយដឹងហើយរបស់ក្រុមហ៊ុន CP ជាក្រុមហ៊ុនដែលមានស្តង់ដារហើយសុទ្ធតែជារបស់ដែលផលិតនៅក្នុងស្រុកតាំងពីជ្រូកតាំងពីមាន់ចិញ្ចឹមនៅក្នុងស្រុកដូចគ្នាកុំច្រឡំថារបស់នឹងនាំចូលពីក្រៅប្រទេសណាអត់ទេពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ក្រុមហ៊ុន CP គឺគេធ្វើនៅក្នុងស្រុកមានស្ទឹងសង្ឃថាទូទាំងប្រទេសតែម្ដងណាកន្លែងកសិដ្ឋានគេអញ្ចឹងហើយគឺកុំភ័យរឿងថារបស់ CP ជាប្រភេទអីវ៉ាន់នាំចូលមិនមែនទេគឺជាអីវ៉ាន់ក្នុងស្រុកហើយអ្វីដែលខ្ញុំកត់សម្គាល់ខ្លាំងមួយទៀតខ្ញុំឃើញគាត់បើកអា CP fresh shop ហ្នឹងគឺល្អមែនតើសម្រាប់ប្រជាពលរដ្ឋខ្មែរដោយសារតែពួកគាត់អាចទៅទិញសាច់ជ្រូកសាច់មាន់ដែលមានស្តង់ដារដែលមានអនាម័យនិងការរក្សាទុកត្រឹមត្រូវនិយាយនេះមិនមែនវាយប្រហារទៅលើពូមីងបងប្អូនដែលគាត់លក់សាច់ជ្រូកនៅតាមផ្សារនៅតាមអីទេដោយសារតែ CP fresh shop នេះគ្រាន់តែជាផ្នែកមួយទូចទេដែលសម្រាប់គ្រប់គងសាច់ជ្រូកសាច់មាន់មានប្រហិតមានអីដល់ពុកម៉ែបងប្អូនដែលត្រូវការរបស់ដែលមានអនាម័យនិងស្តង់ដារខ្ពស់អីចឹងទៅហើយសម្រាប់ business franchise នេះក៏អត់មានច្រើនសាខាដែរបច្ចុប្បន្នដូចជានៅរាជធានីភ្នំពេញយើងមាន5សាខាទេហើយនៅក្នុងខេត្តកពតមានមួយសាខាក៏ដូចជានៅក្រុងបរសីហនុមានមួយសាខាដែរហើយសម្រាប់នៅក្នុងរាជធានីភ្នំពេញថ្ងៃហ្នឹងខ្ញុំបានថត4សាខាឲ្យពុកម៉ែបងប្អូនអស់គ្នាទី1គឺនៅសាខាចកាដូងនិយាយទៅអ្នកដែលនៅម្ដុំចកាដូងអ្នកនៅម្ដុំបរិយសូនីឬក៏បរិយលឹមឈៀងហាក់អីហ្នឹងប្រហែលជាស្គាល់ហើយបើសិនជាយើងជិះពីខាងចំោះជ្រូកស្ទឹងមានជ័យទៅខាងចកាដូងយើងហួសមកដល់វត្តសបួរមាសមានការ៉ាសាំងមួយនៅខាងស្ដាំដៃអញ្ចឹងយើងបត់តាមការ៉ាសាំងហ្នឹងមកត្រង់រហូតប្រហែលជា 3-400 ម៉ែត្រហ្នឹងនៅខាងឆ្វេងដៃឃើញ CP fresh shop ហ្នឹងហើយគាត់មានសាខាបន្ថែមទៀតមានដូចនៅខាងទួលតពូងបើសិនជាយើងជិះមកពីខាងផ្សារទួលតពូងហ្នឹងប្រហែលជា 3-400 ម៉ែត្រនៅខាងឆ្វេងដៃអ្នកនរគ្នាអាសាសឡឹងទៅឃើញហើយមាននៅខាងបរិយពេញហួតបឹងស្នោយហ្នឹងក៏មានដែរហើយសាខាមួយទៀតនៅលើផ្លូវសទ្ធារស់និយាយទៅនៅលើផ្លូវសទ្ធារស់ហ្នឹងនៅទល់មុខជាមួយនឹងសាលាបៀលប្រាយនឹងផ្ទាល់តែម្ដងងាយស្រួលល្អមែនតើហើយសម្រាប់ម្ចាស់ហាង CP fresh shop ហ្នឹងអ្នកខ្លះគាត់ជាស្ត្រីមេផ្ទះអីចឹងទៅគាត់ក៏នឹកឃើញបង្កើតអាជីវកម្មមួយគាត់ក៏ទិញ franchise ពីខាងក្រុមហ៊ុន CP អីចឹងទៅហើយការគិតរបស់គាត់គឺផ្សេងគ្នាហើយការគិតរបស់គាត់ល្អមែនតើសម្រាប់ការបើកនៅ business មួយហ្នឹងដោយសារតែគាត់ចង់ចូលរួមចំណែកក្នុងនឹងមួយផ្នែកដែរដើម្បីជួយឲ្យសហគមន៍របស់គាត់ហ្នឹងទទួលទាននៅសាច់ដែលមានគុណភាពដែលមានអនាម័យខ្ពស់អីចឹងទៅហើយសម្រាប់បងប្រុសនេះគាត់ពីមុនជាបុគ្គលិកក្រុមហ៊ុនទេឥឡូវក៏គាត់ចាប់ផ្ដើមសម្រេចចិត្តថាបើក CP fresh shop នឹងមួយដែរចឹងទៅតាំងពីបងបើករយៈពេល3ខែជាងមកសន្ទុះនៃការគ្រប់គ្រងពីភ្ញៀវគាត់មកហ្នឹងយ៉ាងម៉េចដែរបងបាទពាក់ព័ន្ធជាមួយនឹងអតិថិជនឃើញថាមានការគ្រប់គ្រងច្រើនដោយសារក្នុងហាងយើងមានប្រភេទសាច់មាន់សាច់ជ្រូកហើយនិងផលិតផល ingredient ផ្សេងទៀតដែលផ្ដល់ទំនុកចិត្តដល់គាត់ណាទីមួយយើងមានប្រភពច្បាស់លាស់ពីក្រុមហ៊ុនអញ្ចឹងធ្វើឲ្យគាត់មកនេះគឺគាត់មានទំនុកចិត្តតែម្ដងបាទពីដើមឡើយខ្ញុំជាបុគ្គលិកក្រុមហ៊ុនឯកជនទេប៉ុន្តែយើងចាប់អារម្មណ៍ទៅនឹងអាជីវកម្មហ្នឹងឃើញថាពាក់ព័ន្ធជាមួយនឹងការលក់ម្ហូបអាហារហ
ហើយជាពិសេសហ្នឹងគឺផ្ដល់សុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ហើយខ្ញុំក៏ជាអ្នកដែលចូលចិត្តក្នុងការធ្វើម្ហូបដូចគ្នាអញ្ចឹងខ្ញុំក៏ពេញចិត្តដោយសារតែទី1 franchise ហ្នឹងគាត់មានផលិតផលដែលមានប្រភពច្បាស់លាស់នៃការនាំចូលមកទាំង ingredient ហ្នឹងគឺយើងច្បាស់លាស់ហើយជាក់ស្ដែងសាច់មាន់សាច់ជ្រូកហ្នឹងគឺជាផលិតផលក្នុងស្រុកទៅទៀតយើងមានពងមាន់មានប្រហិតអីមួយចំនួនក៏យើងនៅផលិតក្នុងស្រុកអញ្ចឹងឃើញថាវាជារបស់ខ្មែរហើយមានប្រភពច្បាស់លាស់អញ្ចឹងយើងនឹងគ្រប់គ្រងអញ្ចឹងក្នុងនាមជាអ្នកចូលចិត្តចម្អិនម្ហូបប្រកាសជាពេញចិត្តដែរជាមួយនឹងហាងដែលមានប្រភពច្បាស់លាស់ងាយស្រួលក្នុងការយកទៅធ្វើម្ហូបហើយសម្រាប់បងស្រីដែលនៅខាងសទ្ធារស់ហ្នឹងកាលពីមុនហ្នឹងគឺគាត់ជាអ្នកលក់អនឡាញទេហើយឥឡូវហ្នឹងគឺគាត់ទិញ franchise CP Fresh Shop ហ្នឹងដើម្បីបើកដោយសារតែខ្ញុំសម្រាប់ចិត្តបើក franchise CP មួយនេះដោយសារខ្ញុំស្រឡាញ់ franchise ហ្នឹងដោយសារ franchise ហ្នឹងគឺជា franchise ដែលមានស្តង់ដារគុណភាពអនាម័យហើយលំដាប់លេខ1នៅក្នុងប្រទេសខ្មែរតាំងពីខ្ញុំបើក franchise មួយនេះមកគឺខ្ញុំមានអតិថិជនច្រើនគ្រប់គ្រងហើយគាត់សប្បាយចិត្តដែលយើងមាន franchise ល្អហើយតម្លៃសមរម្យគាត់ទទួលយកបានទាំងគុណភាពសាច់ទាំងស្តង់ដារហើយគឺញ៉ាំទៅអត់ប៉ះពាល់សុខភាពហើយក៏អត់មានក្លិនដែរគាត់សប្បាយចិត្តហើយនៅក្នុងសហគមន៍ហ្នឹងខ្ញុំឃើញថាពេលខ្លះមិនមែនតែអ្នកទិញយកទៅញ៉ាំនៅផ្ទះធម្មតាទេសូម្បីតែអ្នកលក់អ្នកដូរគាត់លក់ម្ហូបលក់អីក៏គាត់មកទិញដែរដោយសារតែគាត់គិតថាបើស្មាននេះហើយបើគាត់ទៅទិញនៅផ្សារប្រហែលជាអស់សាច់ជ្រូកល្អហើយប៉ុន្តែបើសិនជាមក CP Fresh Shop គឺរបស់របរទាំងអស់សាច់ទាំងអស់ហ្នឹងគឺសុទ្ធតែនៅស្រស់នៅថ្មីអញ្ចឹងណាដោយសារតែគេខ្លះសេរហូតហើយគេមានសីតុណ្ហភាពស្តង់ដាររបស់គេត្រឹមត្រូវមែនទែនហើយជាសរុបចុងក្រោយខ្ញុំគិតថាសម្រាប់ហាង CP Fresh Shop ហ្នឹងគឺល្អមែនទែនបើសិនជាបើកឲ្យបានច្រើនណាព្រោះពេលខ្លះអ្នកខ្លះគាត់នៅឆ្ងាយគាត់នៅអីរៀងពិបាកមកទិញអញ្ចឹងហើយបានក្រុមហ៊ុន CP នៅតែបន្តស្វែងរកដៃគូសហការអាជីវកម្មបន្ថែមទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ទិញ franchise ពីខាង CP បង្កើតជា CP Fresh Shop ឯហ្នឹងអាចតាក់ទងទៅក្រុមហ៊ុនបានរាល់ព័ត៌មានលម្អិតខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ